ម្ដាយហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកូនសូម្បីតែសម្រាប់មនុស្សយកទៅធ្វើសាប៊ូហើយនិងនំខេកហើយនឹងគឺជារឿងក្តីដែលកើតឡើងតាំងពី700ឆ្នាំមុននៅប្រទេសអ៊ីតាលីអ្នកម្ដាយខាងលើមានឈ្មោះថា Leonarda កើតនៅក្នុងឆ្នាំ1894 Leonarda គឺជាមនុស្សស្រីដែលមានផ្លូវចិត្តអត់នឹងណទេសំខាន់ក៏ជឿទៅលើអារឿងវេទមន្តជាមួយនឹងគ្រូទាយខ្លាំងមែនតើពេលអាយុ23ឆ្នាំនាងបានលួចរីកការជាមួយនឹងបុរសម្នាក់ហើយម្ដាយនាងអត់ពេញចិត្តបុរសម្នាក់នឹងតតែសោះព្រោះតែម្ដាយអត់ពេញចិត្តស្វាមីខ្លួនចឹងហើយនាងក៏សង្ស័យថាម្ដាយរបស់នាងបានដាក់ទំនាយឬមួយក៏ដាក់បណ្ដាសានៅលើគ្រួសាររបស់នាងព្រោះអីជីវិតរបស់នាងគឺអត់ដែលបានសុខសោះធ្លាប់ទាំងជាប់គុកដោយសារគេចោទថាបោកជួបទាំងគ្រូរំជួយដីផ្ទះខូចអស់រលីងទៀតព្រោះទៅជួបគ្រូរំជួយដីមួយនឹងហើយនាងនឹងស្វាមីបានរើទៅនៅកន្លែងផ្សេងហើយក៏បើកហាងលក់សាប៊ូជាមួយគ្នាពេលដែលនាងបានខ្លាចទៅជាម្ដាយគេជំនឿរបស់នាងទៅលើរឿងមន្តអាគមកាន់តែមានឡើងទ្វេដងដោយសារអីមានគ្រូទាយម្នាក់ទាយថានាងអាចរៀបការហើយក៏អាចមានកូនក៏ប៉ុន្តែកូនរបស់នាងត្រូវស្លាប់តាំងពីអាយុនៅក្មេងទាំងអស់ហើយនាងក៏ជឿទៅលើគ្រូទាយនឹងខ្លាំងមែនតើព្រោះអីមួយជីវិតរបស់នាងទម្ងន់ដល់ទៅ17ដងរលូត3ដងណែកូន10នាក់របស់នាងគឺស្លាប់តាំងពីវ័យក្មេងទាំងអស់មានន័យថាមានតែកូន4នាក់ទេដែលរស់ចឹងហើយនាងក៏ខ្លាចមែនតើថាកូនដែលនៅសល់របស់នាងហ្នឹងនឹងស្លាប់ដោយពាក្យដែលគ្រូទាយនិយាយសម្រាប់កូនទាំង4នាក់ហ្នឹងនាងខំការពារអស់ពីលទ្ធភាពដែលអាចធ្វើបានដោយសារនាងស្រឡាញ់កូនខ្លាំងព្រោះតែចិត្តភ័យខ្លាចនាងក៏ទៅរកគ្រូទាយទៀតតែទាយលើកហ្នឹងគឺគ្រូទាយផ្សេងគ្រូទាយបាដាយគ្រូទាយបាដាយហ្នឹងថាចែកនៅដៃស្ដាំរបស់នាងខ្ញុំឃើញគុកចំណែកដៃឆ្វេងវិញខ្ញុំឃើញមន្ទីរពេទ្យសម្រាប់ឃាតករដែលមានបញ្ហាផ្លូវចិត្តហើយទំនាយអាពីរហ្នឹងក៏បានខ្លាចទៅជាការប៉ັດមែននៅក្នុងឆ្នាំ1931ការភ័យខ្លាចរបស់នាងក៏ចាប់ផ្ដើមមានមកម្ដងទៀតព្រោះអីកូនប្រុសរបស់នាងបានស្ម័គ្រចិត្តចូលទៅធ្វើទីហ៊ានបម្រើជាតិព្រោះអីប្រទេសជាតិពេលហ្នឹងមានសង្គ្រាមនាងក៏គិតថាដើម្បីជួយជីវិតកូនប្រុសម្នាក់នឹងបានត្រូវមានអ្វីម្ដោះដូរនោះគឺពិធីបូជាយញ្ញយកជីវិតមនុស្សដូរជាមួយនឹងជីវិតមនុស្សហើយនាងក៏បានរកឃើញជនរកគ្រោះ3នាក់ដែលត្រូវជាអ្នកជិតខាងរបស់ខ្លួនសុទ្ធតែជានារីវ័យកណ្ដាលទាំងអស់សំខាន់គឺសុទ្ធតែទុកចិត្តនាងទៀតជនរកគ្រោះទី1មានឈ្មោះថា Faustina គឺជាក្រមុំចាស់ដែលចង់បានស្វាមីហើយ Leonarda បាននិយាយថាខ្លួនឯងបានរកប្តីឲ្យ Faustina នឹងឃើញហើយបរិសម្នាក់នឹងព្រមរៀបការជាមួយនឹង Faustina នឹងតែគ្រាន់ថាអាប៉ែនឹងនៅខេត្តផ្សេងចឹងហើយ Faustina ត្រូវជិះរថភ្លើងទៅរកគេហើយក៏កុំភ្លេចសរសេរសម្បត្តិប្រាប់អ្នកផ្ទះឲ្យហើយទៅ Faustina ធ្វើតាមគ្រប់បែបយ៉ាងឲ្យទាំងលុយ Leonarda នឹងទៀតថ្ងៃចុងក្រោយ Faustina មកជួបនឹង Leonarda ចូលទៅក្នុងផ្ទះ Leonarda ហើយ Leonarda ក៏បានប្រហារនាងបានរំលាយសាកសពជាមួយនឹងការស្ងោរជាមួយនឹងទឹកអីម្យ៉ាងឈាមដែលនៅសល់យកទៅលាយជាមួយសូកូឡាទឹកដោះគោធ្វើនំខេកហើយនំខេកហ្នឹងណាគេមកផ្ទះនាងចែកឲ្យញ៉ាំទាំងអស់ Leonarda ក៏ញ៉ាំនំខេកមួយនឹងដែរជនរកគ្រោះបន្ទាប់គឺ Francesca បោកថាខ្លួនឯងនឹងជួយរកការងារឲ្យ Francesca នឹងបានហើយក៏ដំណើរដូចជនរកគ្រោះទី1ចឹងជនរកគ្រោះទី3មានឈ្មោះថា Virginia ក៏បោកថាជួយរកការងារឲ្យនាងធ្វើបានដូចគ្នាសម្រាប់ Virginia នេះយកទៅធ្វើនំខេកហើយយកទៅធ្វើសាប៊ូទៀតសំខាន់នាងនិយាយថា Virginia នេះគឺផ្អែមខ្លាំងមែនតើមកដល់ជនរងគ្រោះទី3គេមានសាច់ញាតិដែលបារម្ភពីគេទាំងហើយក៏បានប្តឹងប៉ូលីសព្រោះអីការបាត់ខ្លួនរបស់ Virginia ហ្នឹងគួរឲ្យសង្ស័យខ្លាំងមែនតើប៉ូលីសក៏បានទៅសួរ Leonarda តែ Leonarda ប្រកែកអត់ដឹងរឿងប៉ូលីសក៏ចាប់ផ្ដើមបដូរការសង្ស័យទៅកូនប្រុស Leonarda វិញម្ដងនាងខ្លាចកូនប្រុសជាប់ទោសក៏បានសារភាពការពិតគ្រប់បែបយ៉ាងហើយគេក៏បានកាត់ក្តីឲ្យនាងជាប់គុកចំនួន30ឆ្នាំចំណែក3ឆ្នាំទៀតគឺនៅមន្ទីរពេទ្យព្យាបាលផ្លូវចិត្តសម្រាប់អ្នកដែលប្រព្រឹត្តរឿងក្តីឃាតកម្មហើយ Leonarda ក៏បានស្លាប់នៅក្នុងឆ្នាំ1970និយាយទៅអ្វីហ្នឹងគឺដូចសម្ដីគ្រូទាយបាដៃនឹងខ្លាំងមែនតើសរុបសេចក្តីមកបើនាងមិនជឿទៅលើរឿងអំពើវិត្តមន្តនឹងតាំងពីដើមប្រហែលជានាងនឹងមិនប្រព្រឹត្តអំពើឃាតកម្មបែបហ្នឹងទេចុះអ្នកទាំងអស់គ្នាវិញគិតយ៉ាងម៉េចដែរបន្ទាប់ពីស្ដាប់ហើយកុំភ្លេច comment នៅខាងខម